បុរសសិង្ហបុរី22ឆ្នាំផាកពិន័យ$3,500ពីបទលេងសើចលើ Instagram អំពីការបំផ្ទុះយន្តហោះធ្វើឲ្យជើងហោះហើរ Etihad Airways ពន្យាពេលនៅថ្ងៃទី6 ខែតុលាឆ្នាំ2025នេះបុរសជនជាតិសិង្ហបុរីអាយុ22ឆ្នាំឈ្មោះអាស៊ីមសាហាអាប៊ូបាកាសាហាត្រូវបានតុលាការផាកពិន័យជាទឹកប្រាក់ចំនួន$3,500សិង្ហបុរីប្រហែល$1,355អាមេរិកបន្ទាប់ពីបានបង្ហោះរឿងរ៉ាវលើ Instagram ដែលនិយាយថាគាត់នឹងបំផ្ទុះយន្តហោះសកម្មភាពនេះបានបណ្ដាលឲ្យជើងហោះហើររបស់ក្រុមហ៊ុន Etihad Airways ពីអាកាសយានដ្ឋាន Changchun ទៅកាន់ទីក្រុង Abu Dhabi ត្រូវពន្យាពេលជាង2ម៉ោងនិងធ្វើឲ្យក្រុមហ៊ុនអាកាសចររងការចំណាយបន្ថែម$1,350សិង្ហបុរីជាថ្លៃពន្យាពេលចេញដំណើរនេះបើយោងតាមការចេញផ្សាយរបស់ CNA របស់សិង្ហបុរីឧបហេតុខាងលើនេះគឺកើតឡើងនៅថ្ងៃទី14 ខែកុម្ភៈឆ្នាំ2025នៅពេលដែលក្រុមអនុវត្តច្បាប់របស់ក្រុមហ៊ុន Meta បានរាយការណ៍ទៅប៉ូលីសសិង្ហបុរីអំពីសារមួយនៅលើ Instagram Story ដែលសរសេរថាគ្មាននរណាដឹងទេថាខ្ញុំនឹងបំផ្ទុះយន្តហោះប៉ូលីសបានប្រើលេខទូរស័ព្ទនិងអាសយដ្ឋាន IP ដើម្បីតាមដានសារនេះរហូតដល់អាស៊ីមដែលជាអ្នកដំណើរនៅលើយន្តហោះហើររបស់ Etihad Airways យន្តហោះដែលកំពុងស្ថិតនៅលើផ្លូវរត់ត្រូវបានហៅត្រឡប់ទៅកាន់អាកាសយានដ្ឋាន Terminal 2 ដើម្បីអនុញ្ញាតឲ្យប៉ូលីសស៊ើបអង្កេតអាស៊ីមត្រូវបាននាំចេញពីយន្តហោះហើយអីវ៉ាន់របស់គាត់ត្រូវបានឆាយឆេរអាស៊ីមបានសារភាពថាគាត់បានបង្ហោះសារនេះនៅម៉ោងប្រហែល 6:55 ល្ងាចដោយអះអាងថាគ្រាន់តែជាការលេងសើចដែលផ្ញើទៅកាន់មិត្តភ័ក្តិជិតស្និទ្ធចំនួន16នាក់តាមរយៈ Instagram Story ទោះជាយ៉ាងណាសារនេះបានបង្កឲ្យមានការភ័យខ្លាចនិងនាំឲ្យមានការស៊ើបអង្កេតយ៉ាងម៉ត់ចត់ជើងហោះហើរត្រូវបានពន្យាពេលរហូតទៅដល់ម៉ោង 9:25 យប់ដែលបណ្ដាលឲ្យមានការរអាក់រអួលដល់ភិលុតនិងអ្នកដំណើរផ្សេងទៀតអាស៊ីមត្រូវបានចាប់ខ្លួននៅពាក់កណ្ដាលអាធ្រាត្រនៅថ្ងៃទី15 កុម្ភៈនិងត្រូវបានដោះលែងបន្ទាប់ពីបង់ប្រាក់ធានានៅថ្ងៃទី6 ខែតុលាឆ្នាំ2025នេះតុលាការបានផាកពិន័យអាស៊ីមចំនួន$3,500សិង្ហបុរីពីបទផ្សព្វផ្សាយការគំរាមកំហែងដែលអាចបង្កឲ្យមានការភ័យខ្លាច